សំឡេងប្រយុទ្ធស្រែកសម្លាប់ឯងហ៊ានសម្លាប់សាច់ញាតិបង្កើតរបស់ឯងផ្ទាល់ដៃផងខ្ញុំបានប្រាប់ហើយនរណាហ៊ានឈានជើងមកមុខមួយជំហានសំឡេងស្រែកដោយការឈឺចាប់អូជីល្អណាស់ល្អបំផុតគឺវាកំទេចប្រលឹងវានៅកន្លែងនេះតែម្ដងទៅគោលាន់តើបារមីមេឃប្រុសមានសមត្ថភាពតែប៉ុណ្្នឹងទេប្រឹងថែមទៀតមកមិនបានហូបបាយទេឬអីសំឡេងស្រែកអូជីប្រឹងឡើងអូជីនាងកុំទៅអីឯងទៅមានតែធ្វើឲ្យគេគ្រោះថ្នាក់ថែមទេហាសហាគ្រាន់តែរន្ទះបាញ់4ដងសោះស្រែកដូចខ្មោចលងទៅហើយឯងអន់ជាងចាស់ទុំទាំង3របស់ឯងដែលស្លាប់ក្រោមរន្ទះបាញ់កាលពី500ឆ្នាំមុនឆ្ងាយណាស់សំឡេងស្រែកបញ្ចេញថាមពលរៀមច្បងកុំខ្វល់ពីខ្ញុំប្រមូលអារម្មណ៍ឆ្លងគ្រោះថ្នាក់នេះទៅបើដាច់ចង្វាក់ឆ្លងគ្រោះថ្នាក់ប្រលឹងឯងនឹងត្រូវរលាយបាត់មិនខានហ៊ានប៉ះពាល់រៀមច្បងខ្ញុំផងស្វែងរកសេចក្តីស្លាប់ហើយតានហ្វុងនាងកុំទៅមានតែទៅស្លាប់ទេលែងខ្ញុំគេជាប្តីរបស់ខ្ញុំបើត្រូវស្លាប់ខ្ញុំនឹងស្លាប់ជាមួយគេមេកញ្ចាស់ភ្នំស៊ូហ៊ានទាំងផ្លូវអញផងអញនឹងបញ្ជូនឯងទៅជួបស្ដេចយមរាជមុនគេសំឡេងស្រែកចាប់ពីពេលនេះទៅគូប្រកួតរបស់ឯងគឺអញអូជីកុំខ្វល់ពីខ្ញុំឆាប់ត្រឡប់ទៅឆ្លងគ្រោះថ្នាក់វិញភ្លាមទៅរន្ទះបាញ់5-4លើកមិនអាចកាត់ផ្ដាច់បានទេត្រូវតែសម្រាប់មានការធ្វើប្រហែសប្រលឹងឯងនឹងស្លាប់ទៅក៏មិនអីដែរមនុស្សដែលខ្លួនស្រឡាញ់ក៏ការពារមិនបានទោះជាបានខ្លាចជាសៀនក៏គ្មានន័យអ្វីដែរអាឡអិតគ្រាន់បើត្រូវរន្ទះបាញ់អស់5ដងហើយនៅមានកម្លាំងខ្លាំងដល់ថ្នាក់នេះទៀតពិតជាខ្លាំងជាងអាពួកចាស់ទុំ3នាក់នោះបន្តិចមែនអាឡអិតឯងចង់យកស្លឹកឈើប៉ាក់នេះមកទល់នឹងដាវសម្លាប់សៀនដែលអញដុសខាត់អស់500ជិតតាមដាន